ផលិតកម្មស្រូវរដូវប្រាំងនៅកម្ពុជាស្រូវរដូវប្រាំងនាពេលបច្ចុប្បន្នមានប្រមាណជាង 13% នៃតំបន់ដាំដុះស្រូវក្នុងប្រទេសកម្ពុជាគឺមានប្រមាណ 344,790 ហិកតាក្នុងឆ្នាំ 2007 ដល់ 2008 ដែលបានកើនឡើងលើស2ដងពីឆ្នាំ 1966 ដល់ឆ្នាំ 1967 គឺមានត្រឹមតែ 163,800 ហិកតាប៉ុណ្ណោះការកើនឡើងផ្ទៃដីដាំដុះស្រូវរដូវប្រាំងនេះគឺដោយគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាអភិវឌ្ឍលើវិស័យធនធានទឹកនិងប្រព័ន្ធស្រោចស្រពនិងការផ្ទេរតំបន់ស្រូវឡើងទឹកមកស្រូវប្រាំងប្រដេញទឹកការរីកចម្រើននៃបច្ចេកវិទ្យាផលិតកម្មដំណាំស្រូវនិងតម្រូវការទីផ្សារនាពេលបច្ចុប្បន្នស្រូវរដូវប្រាំងដែលកសិករដាំដុះនៅក្នុងស្រែមានភ្លឺនៅរដូវប្រាំងស្រោចស្រពជាលក្ខណៈស្រូវប្រាំងប្រដេញទឹកស្រោចស្រពទាំងស្រុងដោយបង្ហូរចូលឬបង្ហៀចូលស្រែស្រោចស្រពដោយបូមបញ្ចូលស្រែដែលជាទូទៅដាំដុះច្រើនចាប់ផ្ដើមពីដើមខែវិច្ឆិកាដល់ខែកុម្ភៈនិងប្រមូលផលចាប់ផ្ដើមពីខែមីនារហូតដល់ខែឧសភាពូជស្រូវដែលកសិករប្រើប្រាស់ក្នុងរដូវប្រាំងគឺជាពូជស្រូវទំនើបនិងពូជប្រពៃណីដែលមានអាយុកាលស្រាលមិនប្រកាន់រដូវដែលមានអាយុកាលពី90ទៅ120ថ្ងៃកសិករយើងដាំដុះស្រូវរដូវប្រាំងសឹងតែគ្រប់ខេត្តក្រុងដាំដុះហើយខេត្តដែលធ្វើស្រែប្រាំងច្រើនជាងគេមានខេត្តតាកែវព្រៃវែងកណ្ដាលកំពង់ចាមកំពង់ឆ្នាំងកំពង់ធំឡាក់បច្ចុប្បន្ននេះការដាំដុះស្រូវប្រាំងភាគច្រើនកសិករដាំដុះពូជស្រូវដូចជា ER66 គ្រូ ER កេសរនិងសែនពីដោនិងមានពូជប្រពៃណីមិនប្រកាន់រដូវខ្លះត្រូវបានគេនៅតែបន្តការដាំដុះដូចជាពូជលំអងខ្សាច់នាងសប្រញាប់និងផ្កាម្លិះស្រាលនិង ER 504ឡាក់ស្រូវរដូវប្រាំងកសិករដាំដុះជាលក្ខណៈស្រូវពង្រោះដែលច្រើនលើស្រូវប្រដេញទឹកនិងជាលក្ខណៈស្រូវសន្ទូងនៅតំបន់ដែលស្រោចស្រពដីដាំដុះស្រូវរដូវប្រាំងភាគច្រើនជាប្រភេទដីល្បប់លិចទឹកមានជីជាតិនិងទិន្នផលស្រូវបានខ្ពស់ពី3តោនកន្លះទៅ5តោនជាមធ្យមក្នុង1ហិកតាវិធីសាស្ត្រដាំដុះស្រូវរដូវប្រាំងការដាំដុះស្រូវរដូវប្រាំងកសិករអនុវត្តតាមវិធីសាស្ត្រ2យ៉ាងគឺការធ្វើស្រូវពង្រោះនិងការធ្វើស្រូវសន្ទូងការធ្វើស្រូវពង្រោះស្រូវពង្រោះនៅរដូវប្រាំងកសិករភាគច្រើនដាំដុះនៅតំបន់ស្រូវប្រដេញទឹកដែលពូជមានអាយុកាលពី90ទៅ100ថ្ងៃដូចជាពូជ ER50 ER66 ពូជ3ខែជាដើមឡាក់ការអនុវត្តដាំដុះពង្រោះគួរប្រើពូជដែលមានអាយុកាលតិចជាង100ថ្ងៃគឺ80ទៅ90ថ្ងៃការរៀបចំដីត្រូវភ្ជួរដីឲ្យបាន2ដងយ៉ាងតិចនិងរាស់គៀពង្រាបដីឲ្យបានស្មើល្អដើម្បីកម្ចាត់ស្មៅចង្រៃនិងងាយស្រួលបញ្ចូលបញ្ចេញទឹកបានល្អការជ្រើសរើសពូជនិងរៀបចំពូជស្រូវត្រូវជ្រើសរើសស្រូវស្រាលដែលមានអាយុកាលពី80ទៅ100ថ្ងៃពីពូជសុទ្ធមានទំហំគ្រាប់ស្មើគ្នាល្អនិងពូជស្រូវមានដំណោះគ្រាប់ពី80ទៅ 85% ឡើងទៅដោយប្រើពូជប្រមាណ50ទៅ70គីឡូក្រាមក្នុង1ហិកតាពូជដែលព្រោះត្រូវសម្អាតយកកម្ទេចកម្ទីសម្រាមគ្រាប់ស្មៅនិងសម្ដីស្រូវចេញនិងត្រាំក្នុងទឹកពាងឬច្រកក្នុងបាវក្រចៅដោយត្រាំពូជក្នុងទឹកស្រះឬស្ទឹងក្នុងរយៈ1ថ្ងៃ1យប់ឬ24ម៉ោងនិងស្រង់គ្រាប់ស្រូវមកផ្អាប់រយៈពេល1ថ្ងៃ1យប់ឬ24ម៉ោងដើម្បីឲ្យគ្រាប់ស្រូវដុះពន្លកនិងរឹសបានល្អវិធីព្រោះស្រូវកសិករអាចព្រោះគ្រាប់ស្រូវដែលត្រាំនិងផ្អាប់រួចដោយព្រាចឲ្យគ្រាប់ស្រូវបានស្មើល្អស្ដើងទៅលើដីស្រែដែលសើមនិងមានទឹកតិចៗកសិករអាចព្រោះគ្រាប់ស្រូវដែលប្រើឧបករណ៍ពង្រោះដោយដាក់គ្រាប់ស្រូវដាក់ក្នុងឧបករណ៍ព្រោះនោះរួចអូសឲ្យគ្រាប់ស្រូវជ្រុះជាជួរស្មើគ្នាដោយមានចន្លោះជួរនីមួយៗប្រវែង20សង់ទីម៉ែត្រ
ក្រោយពីព្រោះគ្រាប់រួចយើងត្រូវត្រួតពិនិត្យស្រែជាប្រចាំដើម្បីតាមដានលក្ខណៈដំណោះរបស់គ្រាប់ស្រូវជាពិសេសនៅពេលព្រោះបានមួយសប្តាហ៍ត្រូវពិនិត្យមើលស្រែនៅកន្លែងណាមិនដុះត្រូវដកស្រូវនៅក្នុងស្រែជាមួយគ្នាទៅដាំឬស្ទូងជួសកន្លែងដែលមិនដុះក្រោយពីព្រោះបានពី7ទៅ10ថ្ងៃយើងអាចបាចជីបំពន់ដោយប្រើជីកំប៉ុស្តឬលាមកគោដែលរលួយល្អតាមលទ្ធភាពនិងជីគីមីមានជីអ៊ុយរ៉េ25គីឡូក្រាមនិងជី DAP ពី30ទៅ50គីឡូក្រាមក្នុង1ហិកតាព្រោះដីស្រែមានជីជាតិច្រើនដោយធម្មជាតិរួចហើយនៅពេលក្រោយព្រោះពី35ទៅ40ថ្ងៃឬនៅពេលស្រូវមូលដើមត្រូវបាចជីបំពន់ដោយប្រើជីអ៊ុយរ៉េ50ទៅ70គីឡូក្រាមក្នុង1ហិកតាដើម្បីធ្វើឲ្យស្រូវដុះលូតលាស់ហើយទុំស្រស់គ្នាល្អហើយមានទំហំគ្រាប់ធំប៉ុនគ្នាល្អនៅពេលច្រូតកាត់យើងត្រូវភ្ជួររាស់ដីឲ្យស្មើល្អនិងគ្រប់គ្រងទឹកបានត្រឹមត្រូវរក្សាឲ្យមានទឹកដក់ក្នុងស្រែស្មើជាប្រចាំនិងបង្ហូរទឹកចេញមុនច្រូតកាត់បើខ្វះទឹកស្រូវដាក់គ្រាប់មិនបានល្អធ្វើឲ្យគ្រាប់ស្រូវស្កកនិងអង្ករមានពណ៌សហើយបើបង្ហូរទឹកចេញយឺតពេលធ្វើឲ្យយើងលំបាកច្រូតកាត់ត្រូវពិនិត្យស្រែជាប្រចាំហើយត្រូវកម្ចាត់សត្វល្អិតនិងជំងឺបំផ្លាញសត្វល្អិតអាចបំផ្លាញស្រូវនៅពេលដាក់គ្រាប់ដូចជាស្រឹងធ្វើឲ្យគ្រាប់ស្រូវខូចរូបរាងឬមានចំណុចអុតខ្មៅលើគ្រាប់ស្រូវដង្កូវរូងដើមធ្វើឲ្យគ្រាប់ស្កកហើយមិនដាក់គ្រាប់ពេញត្រូវបើកស្មៅចេញពីក្នុងស្រែព្រោះវាអាចធ្វើឲ្យអន់គុណភាពគ្រាប់ស្រូវដោយសារវាដណ្ដើមជីជាតិនិងពន្លឺថ្ងៃពីស្រូវហើយធ្វើឲ្យគ្រាប់ស្មៅនឹងលាយឡំជាមួយគ្រាប់ស្រូវត្រូវសន្ទូងការរៀបចំថ្នាលសំណាបមានវិធីធ្វើថ្នាលសំណាបទឹកនិងថ្នាលសំណាបគោកទីកន្លែងថ្នាលសំណាបជាដីស្រែមានរាបស្មើល្អនិងមានជីជាតិនិងងាយបញ្ចេញបញ្ចូលទឹកមិនស្ថិតនៅក្រោមម្លប់ឈើនិងអាចការពារសត្វមាន់ទានិងសត្វពាហនៈបានល្អថ្នាលទំហំដីស្រែពី500ម៉ែត្រក្រឡាទៅ1000ម៉ែត្រក្រឡាសម្រាប់ស្ទូងផ្ទៃដី1ហិកតាការរៀបចំដីថ្នាលភ្ជួរដីឲ្យបាន2ដងយ៉ាងតិចនិងរាស់គៀច្រើនដងឲ្យរាបស្មើល្អនិងបាចជីលាមកគោឬជីកំប៉ុស្តទ្រាប់បាតពី1ទៅ2រទេះនៅក្នុងផ្ទៃដី500ម៉ែត្រក្រឡាទៅ1000ម៉ែត្រក្រឡាឬ50គីឡូក្រាមក្នុង100ម៉ែត្រក្រឡាលើកថ្នាលជារងកម្ពស់ពី4ទៅ5សង់ទីម៉ែត្រកម្ពស់ពីដីនិងទទឹងរងពី1ទៅ1ម៉ែត្រកន្លះដោយចន្លោះរងនីមួយៗមានចង្អូរដើម្បីងាយស្រួលបញ្ចេញបញ្ចូលទឹកការសាបជ្រើសរើសគ្រាប់ពូជដែលសុទ្ធល្អនិងមានដំណោះពី80ទៅ85% ឡើងទៅត្រាំពូជក្នុងពាងឬច្រកក្នុងបាវក្រចៅរួចត្រាំក្នុងទឹកស្រះឬត្រពាំងរយៈពេល24ម៉ោងឬមួយយប់មួយថ្ងៃនិងផ្អាប់រយៈពេល2ថ្ងៃដើម្បីឲ្យពន្លកនិងឫសដុះល្អប្រមាណ2ទៅ3មីលី